ឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈពិបាលខេត្តព្រះសីហនុបានអនុម័តទៅលើសំណើសុំវិនិយោគចំនួន2គម្រោងដែលស្ថិតនៅក្នុងសង្កាត់លេខ1ក្រុងព្រះសីហនុនិងសង្កាត់អូអុកញ៉ាហេងក្រុងកំពង់សោមឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈពិបាលខេត្តព្រះសីហនុនិងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុដើម្បីពិនិត្យនិងអនុម័តទៅលើសំណើសុំវិនិយោគចំនួន2គម្រោងដូចខាងក្រោម1សំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រុមហ៊ុន SHV Manufacturing Cambodia Co Ltd 2សំណើសុំនាំចូលដោយគយពន្ធគយអកពិសេសអកតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនៅគ្រឿងម៉ាស៊ីនសម្ភារៈបរិក្ខារផលិតកម្មនិងវត្ថុធាតុដើមរបស់ក្រុមហ៊ុន Forcam Cambodia Co Ltd ហើយពិធីនេះក៏បានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តព្រះសីហនុនាព្រឹកថ្ងៃពុធទី29ខែមេសាឆ្នាំ2026សូមបញ្ជាក់ផងដែរថាយោងតាមរបាយការណ៍កិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុដើម្បីពិនិត្យនិងអនុម័តលើសំណើសុំវិនិយោគចំនួន2គម្រោងដោយក្នុងនោះគឺមានទី1ស្នើសុំបង្កើតរោងចក្រផលិតសម្ភារៈសិនស័ព្ទសម្រាប់ចិញ្ចឹមសត្វនិងសម្ភារៈវេចខ្ចប់ចំណីសត្វរបស់ក្រុមហ៊ុនHX Manufacturing Cambodia Icor គឺមានទីតាំងស្ថិតនៅភូមិ1សង្កាត់លេខ1ក្រុងព្រះសីហនុតាមលិខិតលេខ10 653 សហវលសចុះថ្ងៃទី23ខែតុលាឆ្នាំ2025របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយទទួលបានការលើកលែងថ្លៃសេវាសាធារណៈលើការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយបានដាក់ទុនវិនិយោគជាង$4 លានអាមេរិកហើយម្ចាស់ក្រុមហ៊ុន Apollo Investment Holding Co Ltd នៅសហរដ្ឋអាមេរិកតំណាងដោយលោក Sabin សញ្ជាតិចិនក្រុមហ៊ុនមេរោងចក្របានសាងសង់នៅលើផ្ទៃ3នៅលើផ្ទៃដី 3000 ម៉ែត្រការ៉េដែលជាដីជួលទំហំអគារ 2500 ម៉ែត្រការ៉េដែលជាអគារចាស់ជួសជុលថ្មីនៅក្នុងនោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ18010101 5599ចុះនៅថ្ងៃទី11ខែធ្នូឆ្នាំ2023របស់លោកហ៊ូវិនយីដោយចាប់ផ្ដើមជួសជុលកែលម្អនៅខែកញ្ញាឆ្នាំ2025បំពាក់គ្រឿងម៉ាស៊ីននៅខែមេសាឆ្នាំ2026និងចាប់ផ្ដើមដំណើរការផលិតកម្មខែឧសភាឆ្នាំ2026ទីផ្សារនាំចេញគឺមានដូចជាសហរដ្ឋអាមេរិកកាណាដាជប៉ុនអាមេរិកខាងត្បូងនិងសហគមន៍អឺរ៉ុបហើយក្រុមហ៊ុនមានតម្រូវការពលកម្មពេលគឺចាប់ផ្ដើមនៅចំនួន226នាក់បរទេស15នាក់និងពេញសមត្ថភាពមានចំនួន329នាក់បរទេស27នាក់2ស្នើសុំនាំចូលដោយពន្ធគយអកពិសេសនិងអកលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនៅគ្រឿងម៉ាស៊ីនសម្ភារៈបរិក្ខារវត្ថុធាតុដើមនិងវត្ថុធាតុដើមបន្សំរបស់ក្រុមហ៊ុន Forcam Cambodia Co Ltd ហើយនេះគឺជាការសុំនាំចូលនៅគ្រឿងម៉ាស៊ីនសម្ភារៈបរិក្ខារវត្ថុធាតុដើមនិងវត្ថុធាតុដើមបន្សំជាលើកទី3នៅក្នុងឱកាសនោះដែរឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តបានឯកភាពនៅសំណើស្នើសុំបង្កើតរោងចក្រសម្ភារៈសម្រាប់សត្វចិញ្ចឹមនិងសម្ភារៈវេចខ្ចប់ចំណីសត្វរបស់ក្រុមហ៊ុន HX Manufacturing Cambodia Icor ដែលមានទីតាំងស្ថិតនៅភូមិ1សង្កាត់លេខ1ក្រុងព្រះសីហនុនឹងការស្នើសុំនាំចូលដោយពន្ធគយអកពិសេសនិងអកលើតម្លៃជាបន្ទុករបស់រដ្ឋនៅការនាំចូលគ្រឿងម៉ាស៊ីនសម្ភារៈបរិក្ខារវត្ថុធាតុដើមនិងវត្ថុធាតុដើមបន្សំរបស់ក្រុមហ៊ុន Forcam Cambodia Co Ltd ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំទៅដល់មន្ត្រីបច្ចេកទេសនៅត្រូវមានឆន្ទៈរួមគ្នាធ្វើការងារជាកញ្ចប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគិនព្រមទាំងបានសន្យាជួយសម្របសម្រួលដល់អ្នកវិនិយោគដែលពួកគាត់មានគោលបំណងមកវិនិយោគបង្កើតរោងចក្រសហគ្រាសនៅខេត្តព្រះសីហនុនិងស្នើសុំឲ្យអ្នកវិនិយោគបន្តផ្សព្វផ្សាយឱកាសវិនិយោគនៅប្រទេសកម្ពុជាជាពិសេសឱកាសវិនិយោគនៅខេត្តព្រះសីហនុដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅកម្មវិធីពិសេសជំរុញការវិនិយោគសម្រាប់ខេត្តព្រះសីហនុរហូតដល់ឆ្នាំ2027និងសូមជូនពរឲ្យអ្នកវិនិយោគទទួលបានជោគជ័យសិរីសួស្តីសុភមង្គលក្នុងឱកាសឆ្នាំថ្មីទីបន្តទៀត